ទៀតហើយកើជាង160នាក់រកស៊ីឆបោកតាមអនឡាញត្រូវបានបណ្តេញចេញពីកម្ពុជាហើយកម្ពុជាបន្តបណ្តេញចេញជនជាតិចិនជាង166នាក់ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញឬ online scam ត្រូវបានបណ្តេញចេញពីប្រទេសជាណាចក្រកម្ពុជាទៅស្រុកវិញនេះបើតាមអគ្គនាយកដ្ឋានអន្តរប្រវេសន៍អគ្គនាយកដ្ឋានអន្តរប្រវេសន៍បានឲ្យដឹងថានៅថ្ងៃទី9ខែមេសាឆ្នាំ2026នៅយប់ថ្ងៃទី7ឈានចូលថ្ងៃទី8អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់អាដាមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាដាមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយស្ថានទូតចិនប្រចាំនៅប្រទេសជាណាចក្រកម្ពុជាបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន166នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញនិងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ត្រូវបណ្តេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោប្រភពបានលើកឡើងថាការបណ្តេញចេញជនជាតិបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាត់បំផុតរបស់អាដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងកិច្ចខិតខំប្រឹងប្រែងបោះសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មប្រព័ន្ធបច្ចេកវិទ្យាដែលកើតនៅក្នុងប្រទេសជាតិកម្ពុជាទាំងអស់ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដែលគ្មានការលើកលែងនោះឡើយជាពិសេសចំពោះមេខ្លោងនៅពីក្រោយខ្នងក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវបានមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការងារក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនបានវិញនេះខ្ញុំធីតាពីកម្មវិធី Hotspot ជឿទេទីបញ្ចុះសពមួយនៅសៀងហៃតម្លៃដី1ការ៉េ$110,000ដោយសារតែតម្លៃដីធ្វើភ្នូរឡើងខ្ពស់កប់ពពកជនជាតិចិនមួយចំនួនបានសម្រេចចិត្តទិញផ្ទះល្វែងឬបន្ទប់ខុនដូដើម្បីដាក់ធាតុរហូតដល់អាជ្ញាធរចេញច្បាប់ហាមឃាត់បញ្ហាតម្លៃទីបញ្ចុះសពឡើងថ្លៃហួសហេតុនៅតែជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រទេសចិនតើលោកអ្នកជឿឬមិនជឿតម្លៃដីនៅទីបញ្ចុះសពដ៏ល្បីមួយប្រចាំទីក្រុងសៀងហៃ1ម៉ែត្រការ៉េតម្លៃដល់ទៅ$110,000ឯណោះតម្លៃដ៏ខ្ពស់កប់ពពកបែបនេះឆ្លុះបញ្ចាំងពីការហក់ឡើងថ្លៃនៃតម្លៃដីសម្រាប់ធ្វើភ្នូរបញ្ចុះសពទូទាំងប្រទេសចិនដែលបង្ខំឲ្យក្រុមគ្រួសារចិនជាច្រើនបោះបង់ជម្រើសបញ្ចុះសពតាមបែបប្រពៃណីហើយងាកមកទិញផ្ទះល្វែងឬបន្ទប់នៃអគារខុនដូដើម្បីតម្កល់កោតដាក់ធាតុសាច់ញាតិជំនួសវិញប៉ុន្តែនិន្នាការថ្មីនេះកំពុងរងការរឹតបន្តឹងយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរដោយសារតែរលកនៃការរិះគន់ដែលលើកឡើងពីក្តីបារម្ភចំពោះផលប៉ះពាល់បញ្ហាផ្លូវចិត្តនិងតម្លៃអចលនទ្រព្យការពីពេលថ្មីនេះទីបញ្ចុះសពសង្ហឺនៅក្នុងទីក្រុងសៀងហៃបានធ្វើឲ្យមហាជនស្រឡាំងកាំងបន្ទាប់ពីតម្លៃដីភ្នូរបានហក់ឡើងដល់$76,000ឬប្រហែល$11,000ក្នុង1ម៉ែត្រការ៉េបើធៀបទៅនឹងតម្លៃផ្ទះសម្រាប់មនុស្សរស់នៅជាមធ្យមនៅក្នុងក្រុងសៀងហៃមានតម្លៃត្រឹមតែ$55,000ក្នុង1ម៉ែត្រការ៉េប៉ុណ្ណោះដែលឃើញថាដីសម្រាប់មនុស្សស្លាប់មានតម្លៃថ្លៃជាងដីសម្រាប់មនុស្សរស់រហូតដល់ទៅជិត14ដងឯណោះដោយសារវិបត្តិដីភ្នូរថ្លៃជាងដីផ្ទះនេះហើយទើបប្រជាជនមួយចំនួនបានរកឃើញច្រកចេញថ្មីមួយគឺការទិញផ្ទះល្វែងតូចៗតាមបណ្ដាខេត្តឬក្រុងលំដាប់ទី2ឬទី3ដើម្បីយកមកធ្វើជាវិហារដូនតាតម្កល់ធាតុសាច់ញាតិខណៈដែលវាស្ថិតនៅក្នុងអគាររួមសម្រាប់មនុស្សទូទៅស្នាក់នៅយ៉ាងណាមិញជំរឿននេះត្រូវបានគេមើលឃើញថាមានចំណុចចំណេញច្រើនជាងដីភ្នូរ1សិទ្ធិកាន់កាប់វែងជាងដែលភ្នូរបញ្ចុះសពភាគច្រើនមានសិទ្ធិប្រើប្រាស់ត្រឹម20ឆ្នាំខណៈផ្ទះល្វែងមានសិទ្ធិរហូតដល់70ឆ្នាំតម្លៃធូរថ្លៃនិងបត់បែន2តម្លៃធូរថ្លៃនិងបត់បែនថវិកាដែលមិនអាចទិញភ្នូរនៅទីក្រុងធំបានគឺអាចទិញផ្ទះល្វែងបាន1យូនីតយ៉ាងងាយស្រួលហើយថែមទាំងអាចលក់ឬជួលវិញបានទៀតផង
ប្រសិនបើគ្រួសារជួបវិបត្តិហិរញ្ញវត្ថុយ៉ាងណាមិញទោះជាចំណេញតែរឿងនេះពិតជារំខានដល់អ្នកជិតខាងនិងជាប់បំរាមរបស់អាជ្ញាធរនិន្នាការថ្មីនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់អ្នកជិតខាងដែលរស់នៅជិតជាមួយនឹងផ្ទះតម្កល់ធាតុទាំងនោះភាពភ័យខ្លាចការប៉ះពាល់ផ្លូវចិត្តនិងការដុតធូបបូជាផ្សេងៗបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅជុំវិញនោះដាំក្បាលចោះករណីដ៏ចម្រូងចម្រាសបំផុតបានកើតឡើងនៅក្នុងទីក្រុងធានជីងដែលមានរហូតទៅដល់16អគារត្រូវបានគេយកមកធ្វើជាកន្លែងតម្កល់ធាតុអ្នកស្លាប់រាប់ម៉ឺនកោដដើម្បីទប់ស្កាត់បញ្ហានេះអាជ្ញាធរចិនបានចេញច្បាប់ថ្មីកាលពីថ្ងៃទី30ខែមីនាកន្លងទៅដោយហាមឃាត់យ៉ាងដាច់អហង្ការមិនឲ្យប្រើប្រាស់អចលនទ្រព្យសម្រាប់មនុស្សស្នាក់នៅទៅជាកន្លែងតម្កល់ធាតុនោះទេរឿងរ៉ាវនេះនាំឲ្យមានពាក្យលើកឡើងថារស់ក៏ពិបាកស្លាប់ក៏មិនស្រួលចំណាត់ការច្បាប់ថ្មីរបស់អាជ្ញាធរចិនបានធ្វើឲ្យមហាជនលើកឡើងនៅមតិវែកញែកផ្ទុយគ្នាអ្នកលេងបណ្ដាញសង្គមម្នាក់បានរិះគន់ថាវាជារឿងដ៏គួរឲ្យអស់សំណើចបំផុតដែលមនុស្សរស់គ្មានលុយទិញផ្ទះនៅហើយមនុស្សស្លាប់ក៏គ្មានលុយទិញភ្នូរពេលស្លាប់ទៅយើងជឿថានឹងបានសម្រាកនៅក្នុងដីបើឆ្អឹងនៅតែព្យួរលើអាកាសក្នុងអាគារតើវិញ្ញាណក្ខន្ធអាចសុខសាន្តបានដោយរបៀបណាទៅបើបញ្ចុះក្នុងដីមិនកើតការបាច់ធាតុទៅក្នុងទន្លេក៏ជាជំរើសមួយដែររីឯអ្នកខ្លះទៀតយល់ថាការហាមឃាត់នេះគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះដល់រាបណាតម្លៃដីនៅទីបញ្ចុះសពនៅតែខ្ពស់កប់ពពកនោះពលរដ្ឋនឹងនៅតែបន្តស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ពួកគេដដែលសាកស្លងឲ្យមើលប្រសិនបើលោកអ្នកទិញបន្ទប់នៅក្នុងអគារខុនដូមួយហើយស្ថិតក្នុងជាន់ឬបន្ទប់ក្បែរខាងដែលសិតសឹងតែជាបន្ទប់តម្កល់ធាតុអ្នកស្លាប់នោះតើលោកអ្នកនឹងមានអារម្មណ៍បែបណាទៅខ្ញុំបាទតារាពីកម្មវិធី60ដើរស្រួលថតរូបស្អាតនិងសុវត្ថិភាពបំផុតសម្រាប់ដំណើរកម្សាន្តនាបុណ្យចូលឆ្នាំរូបភាពនៃប្រាសាទបុរាណដែលហ៊ុមព័ទ្ធដោយដើមឈើធំៗនិងសម្រស់ធម្មជាតិដ៏អាថ៌កំបាំងនៃប្រាសាទបេងមាលាពេលនេះកាន់តែបង្កើនភាពទាក់ទាញទ្វេដងក្នុងពេលដែលអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុលស្ពានឈើថ្មើរជើងជាស្ថាពរដើម្បីរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិនាពេលចូលឆ្នាំថ្មីនេះបទពិសោធន៍ថ្មីលើដងស្ពានដែលមានទំហំធំទូលាយជាងមុនសុវត្ថិភាពជាងមុនគឺស្ពានឈើថ្មីដែលមានប្រវែងសរុបដល់ទៅ189ម៉ែត្រនេះមិនត្រឹមតែជាច្រកសម្រាប់ដើរទស្សនាប៉ុណ្ណោះទេប៉ុន្តែគឺជាមគ្គុទ្ទេសក៍ឈើដែលនឹងនាំលោកអ្នកលំហែកាយចេញពីទិសខាងត្បូងឆ្ពោះទៅកាន់បេះដូងនៃប្រាសាទជាមួយនឹងការរចនាបង្គំតាមបទដ្ឋានបច្ចេកទេសយ៉ាងសម្រិតសម្រាំងស្ពាននេះត្រូវបានពង្រីកទទឹងឲ្យកាន់តែធំទូលាយចាប់ពី 1.3 ម៉ែត្រដល់ 1.7 ម៉ែត្រដែលផ្ដល់ភាពងាយស្រួលក្នុងការដើរទស្សនានិងថតរូបកម្សាន្តដោយមិនមានភាពរអាក់រអួលនេះគឺជាការលះបង់ដើម្បីកេរដំណែលដូនតាក្រោមការលះបង់កម្លាំងកាយចិត្តអស់រយៈពេលជិត7ខែលោកពុតសុតប្រធានគ្រប់គ្រងគម្រោងនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាស្ពានថ្មីនេះបានជំនួសឲ្យស្ពានចាស់ដែលធ្លាប់ទ្រុឌទ្រោមដោយសារអាយុកាលនិងអាកាសធាតុការជួសជុលត្រូវបានបញ្ចប់ជាស្ថាពរនៅដើមខែមេសាឆ្នាំ2026នេះដើម្បីធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ការបង្កើនភាពសុខដុមរមនារវាងស្ថាបត្យកម្មនិងធម្មជាតិដែលជាតម្លៃទេសភាពប្រាសាទបេងមាលាត្រូវបានគេស្គាល់ថាជាប្រាសាទក្នុងព្រៃដែលមានសោភ័ណភាពប្លែកពីគេស្ពានឈើថ្មីនេះត្រូវបានរៀបចំឡើងយ៉ាងមានសណ្ដាប់ធ្នាប់ដើម្បីឲ្យភ្ញៀវទេសចរអាចផ្ដិតយកទិដ្ឋភាពពីលើអាកាសមើលឃើញក្បូរក្បាច់ចម្លាក់ដ៏វិចិត្រនិងគំនូរថ្មដែលប្រកបដោយមន្តស្នេហ៍ពីលើស្ពានបង្ហាញជូនភ្ញៀវនៅអារម្មណ៍ស្រស់ស្រាយក្នុងដំណើរកម្សាន្តក្រោមម្លប់ឈើត្រឈឹងត្រឈៃប្រៀបដូចជាការដើរក្នុងឋានសួគ៌បុរាណយើងបង្កើនភាពងាយស្រួលលើដងស្ពានដោយបំពាក់ជណ្ដើរនិងផ្លូវដើរថ្មី
ជួយឲ្យការទស្សនាប្រាសាទមហិមានេះកាន់តែមានភាពងាយស្រួលនិងអារម្មណ៍រំភើបតើលោកអ្នកបានត្រៀមខ្លួនហើយឬនៅដើម្បីទៅទទួលយកបទពិសោធន៍ថ្មីនៅលើស្ពានឈើថ្មីក្នុងទឹកដីនៃប្រាសាទបេងមាលានាពេលចូលឆ្នាំថ្មីខាងមុខនេះសម្រាប់អាចកំបាំងនៃអតីតកាលកំពុងរងចាំលោកអ្នកទៅស្វែងរកហើយនាងខ្ញុំលេរ៉ានីមពីកម្មវិធី Hoxabers